ជាជាតិមួយខ្លាំងឬក៏ខ្សោយគេអាចមើលទៅលើតួលេខសេដ្ឋកិច្ចចំនួនកងទ័ពឬអាវុធនិងចំណូលរបស់ប្រជាជនក៏ប៉ុន្តែអំណាចពិតប្រាកដនៃប្រទេសមួយស្ថិតនៅលើវិន័យរបស់កម្លាំងពលកម្មភាពស្មោះត្រង់របស់មេដឹកនាំនិងក្តីសង្ឃឹមរបស់យុវជននៅពេលដែលពលរដ្ឋរឹងមាំខាងស្មារតីចិត្តគំនិតចំណេះជំនាញប្រទេសជាតិនឹងឈរយ៉ាងរឹងមាំនោះគឺជាអត្ថន័យនៃប្រជាជនខ្លាំងប្រជាជាតិខ្លាំងពលរដ្ឋដែលខ្លាំងមិនមែនគ្រាន់តែជាអ្នកដែលខិតខំប្រឹងធ្វើការនោះទេពលរដ្ឋខ្លាំងគឺជាបុគ្គលដែលគិតបានស៊ីជម្រៅមានទំនួលខុសត្រូវនិងគិតផលប្រយោជន៍ជាតិលើសពីផលប្រយោជន៍ផ្ទាល់ខ្លួនភាពខ្លាំងរបស់ពលរដ្ឋមានន័យថាសុចរិតភាពមិនចូលរួមប្រព្រឹត្តអំពើពុករលួយស្វះស្វែងរកចំណេះដឹងហ៊ានផ្លាស់ប្ដូរមិនមែនសំងំរងចាំឲ្យការផ្លាស់ប្ដូរកើតឡើងដោយខ្លួនឯងទេពលរដ្ឋដែលខ្លាំងប្រកាន់នូវសិលធម៌គុណធម៌និងមេត្តាករុណាដោយយល់ច្បាស់ថាវឌ្ឍនភាពរបស់ប្រជាជាតិមួយអាស្រ័យទៅលើការលើកដំកើងអ្នកដទៃមិនមែនជន់គេដើម្បីឲ្យខ្លួនឯងឡើងខ្ពស់ឡើយយ៉ាងណាក៏ដោយពលរដ្ឋមិនអាចខ្លាំងដោយឯងទេពលរដ្ឋត្រូវការបរិយាកាសអំណោយផលនិងការគ្រប់គ្រងជាប្រព័ន្ធដូចជាសាលារៀនដែលមានគុណភាពខ្ពស់ស្ថាប័នដែលទទួលស្គាល់សមត្ថភាពអ្នកចេះដឹងពិតប្រាកដគ្មានបកគ្មានពួកគ្មានពុករលួយនិងមានមេដឹកនាំបម្រើរាជដែលអាចយកជាគំរូបានរដ្ឋាភិបាលដែលផ្ដល់អំណាចដល់ប្រជាជនរាប់ទាំងសេរីភាពយុត្តិធម៌និងឱកាសជាយានបង្កើនកម្លាំងរបស់ពលរដ្ឋចំណែកពលរដ្ឋដែលមានទំនួលខុសត្រូវធ្វើឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះការដឹកនាំទាំងនេះបង្កើតទៅជារង្វិលជុំនៃការជឿទុកចិត្តដែលកសាងអំណាចជាតិពិតប្រាកដដូច្នេះនៅពេលដែលនិយាយថាពលរដ្ឋខ្លាំងប្រជាជាតិខ្លាំងយើងនិយាយអំពីភាពជាដៃគូនិងការសហការគ្នាមិនមែនចែកដាច់រវាងអ្នកដឹកនាំនិងអ្នកដែលត្រូវបានគេដឹកនាំនោះទេគឺទាំងអស់គ្នាចែករំលែកជោគវាសនារបស់ប្រទេសជាតិកសិករទំនប់បំរុងជាតិតាមភោគផលកសិកម្មគ្រូបង្រៀនផ្ដល់ចំណេះបង្ហាញផ្លូវបំភ្លឺអនាគតទីហ៊ានលះបង់សូម្បីជីវិតការពារទឹកដីសហគ្រិនដាក់ទុនរុញសេដ្ឋកិច្ចចំណែកមេដឹកនាំត្រួសត្រាយសម្រាយផ្លូវពលរដ្ឋម្នាក់ជាចំណែកមួយនៃកម្លាំងរបស់ជាតិប្រទេសជាតិមួយរីកចម្រើននៅពេលដែលប្រជាជនរួមគ្នាកសាងជំនួសឲ្យការស្ដីបន្ទោសគ្នាទៅវិញទៅមកខ្ញុំរស់សុធាពី News Today NTTV Ford ផលិតនៅកម្ពុជាដោយប្រជាជនកម្ពុជាជាមួយកម្រិតស្តង់ដារពិភពលោកចូលរួមគាំទ្រផលិតផលក្នុងស្រុកទាំងអស់គ្នា